ថ្ងៃនេះយើងមកបញ្ចប់មេរៀនទី1នៃការសន្ទនាការណែនាំខ្លួនគឺប្រធានបទ向主管报道向ពីណាគេហ្នឹងគឺទៅកាន់អ្នកណាម្នាក់អញ្ចឹង向主管ទៅកាន់ប្រធាន报道បបកប្រែឲ្យចំគឺការបង្ហាញខ្លួនមានន័យថាយើងត្រូវទៅធ្វើការយើងចូលធ្វើការយើងបង្ហាញខ្លួនថាយើងគឺចាប់ផ្ដើមទៅធ្វើការហើយជំរាបសួរប្រធានចឹង主管好ប៉ុន្តែជាទូទៅគេចូលចិត្តប្រើប្រធានឬក៏មេឬក៏តួនាទីអីមួយផ្ដាច់ហើយគេបណ្ដាក់ពាក្យ你好ឬក៏您好ជាទូទៅយើងនិយាយមេយើងប្រើ您好អញ្ចឹងយើង主管您好ខ្ញុំគឺជាបុគ្គលិកថ្មីដែលចូលធ្វើការថ្ងៃនេះខ្ញុំគឺជា我是បុគ្គលិកថ្មីដែលចូលធ្វើការ新员工បុគ្គលិកថ្មីដែលចូលធ្វើការ入职的新员工ព្រោះតើនឹងជាទូទៅយើងអាចបកប្រែដែរអញ្ចឹងបុគ្គលិកថ្មីដែលចូលធ្វើការថ្ងៃនេះត្រូវដាក់មុនគេអញ្ចឹង我是今天入职的新员工ជំរាបសួរឬក៏សួស្តីប្រធានខ្ញុំគឺជាបុគ្គលិកថ្មីដែលចូលធ្វើការថ្ងៃនេះ主管您好我是今天入职的新员工អញ្ចឹងសូមស្វាគមន៍អ្នកឈ្មោះអីស្វាគមន៍គឺ欢迎你叫什么名字ខ្ញុំឈ្មោះលីណា我叫លីណាអញ្ចឹងគាត់ចង់សួរថាតើអត្តសញ្ញាណប័ណ្ណនិងឯកសារផ្សេងយកមកអស់នៅមានយកមកនៅអត្តសញ្ញាណប័ណ្ណគឺ身份证ហើយនឹងឯកសារផ្សេង和资料យកមកឯកសារផ្សេងហ្នឹងប៉ុន្តែឯកសារព្រោះផ្សេងទៀត其他资料ប៉ុន្តែយើងនិយាយតែឯកសារ资料ហ្នឹងគឺប្រកបន័យចឹងហើយ身份证和资料យកមកនៅ带来了吗带ហ្នឹងនាំមក带来了吗យកមកនៅយកមកឲ្យ带来了សូមទៅធ្វើបាត់បង់ចូលធ្វើការសិនអញ្ចឹងសូមធ្វើអីមុនឈិនសៀនបំពេញបែបបទចូលធ្វើការយើងរៀនហើយគឺ入职បែបបទគឺ手续អញ្ចឹង入职手续បែបបទចូលធ្វើការបំពេញឬក៏ធ្វើអីហ្នឹងគឺពាក្យ办理请宣办理入职手续好គឺល្អសូមទៅបំពេញបែបបទចូលធ្វើការជាមុនសិនបាទឬក៏ចាស់好的ចឹងក្រៅពីនោះយើងធ្វើការឧទាហរណ៍គេឲ្យយើង请介绍自己សូមធ្វើការណែនាំខ្លួនឯងចឹងជំរាបសួរទាំងអស់គ្នាថាម៉េច大家好ជំរាបសួរទាំងអស់គ្នាខ្ញុំឈ្មោះ我叫លីណាចឹងជាទូទៅការណែនាំខ្លួនដែលងាយបំផុតគឺនិយាយអំពីពាក្យគួរសមនិយាយពីឈ្មោះយើងនិយាយពីអាយុទីកន្លែងដែលយើងមកតួនាទីដែលយើងធ្វើហើយនឹងការសម្ដែងនៅអារម្មណ៍យើងអញ្ចឹងគឺ大家好ជំរាបសួរទាំងអស់គ្នាខ្ញុំឈ្មោះ我叫លីណាឆ្នាំនេះអាយុប្រហែលគឺ25ឆ្នាំនេះគឺ今年25岁ឆ្នាំនេះ25ឆ្នាំខ្ញុំមកពីកម្ពុជាខ្ញុំមកពីគឺ我来自មកពីគឺ来自ខ្ញុំមកពីจากកម្ពុជា我来自柬埔寨ខ្ញុំមកពីកម្ពុជាប៉ុន្តែបើយើងនៅក្នុងស្រុកហ្នឹងគេទៅអត់ដែរសូវនិយាយចឹងគាត់ថាតែក្នុងចំណោមមិត្តភ័ក្តិយើងហ្នឹងអាចមានចិត្តសាសចម្រុះបានយើងនិយាយពាក្យហ្នឹងទៅវាស៊ីមជ្ឈដ្ឋានបើសិនជាយើងគិតថានៅនឹងខ្មែរទាំងអស់អញ្ចឹងយើងអាចនិយាយពីខេត្តយើងវិញយើងដូរមកពីខេត្តឬក៏ទីកន្លែងរបស់យើងវិញអញ្ចឹងយើងអាចនិយាយថា我来自ឧទាហរណ៍ភ្នំពេញ我来自金边ខ្ញុំធ្វើការនៅផ្នែកអី我在ខ្ញុំនៅ缝纫部工作នឹងខ្ញុំធ្វើការនៅផ្នែកដេ我在缝纫部工作ខ្ញុំធ្វើការនៅផ្នែកដេអញ្ចឹងបើយើងប្រើពាក្យចៃជាទូទៅគឺប្រើមួយ工作បើយើងនិយាយ我是缝纫部员工还是工人បើយើងនិយាយ是យើងដាក់ផ្នែកហើយយើងដាក់តួនាទីបើយើងនិយាយចៃជាទូទៅប្រើជាមួយ工作សប្បាយរីករាយណាស់ដែលបានស្គាល់អ្នក很高兴认识大家រីករាយណាស់ដែលបានស្គាល់ទាំងអស់គ្នា很高兴认识大家大家好我叫丽娜今年25岁我来自金边我在缝纫部工作很高兴认识大家
ជំរាបសួរខ្ញុំឈ្មោះលីណាឆ្នាំនេះអាយុ25ខ្ញុំមកពីភ្នំពេញខ្ញុំធ្វើការនៅផ្នែក D និយាយណាស់ដែលបានស្គាល់អ្នក